សួស្តីបងប្អូនស្វាគមន៍មកកាន់ខ្ញុំ Admin Sam ថ្ងៃនេះខ្ញុំមានរឿងមួយមកចែកជូនបងប្អូនស្ដាប់ទាំងអស់គ្នាដែលសាច់រឿងនោះគឺស្នេហាដំបូងរបស់ខ្ញុំតោះកុំឲ្យខាតពេលវេលាហូរចូលទៅស្ដាប់សាច់រឿងទាំងអស់គ្នានាពេលមួយនៅតាមទីជនបទមានបុរសម្នាក់ឈ្មោះដាំគេបានរៀននៅវិទ្យាល័យមួយនៅក្នុងស្រុកដោយក្នុងពេលនោះដាំរៀននៅថ្នាក់ទី12ហើយក៏បានចាប់ចិត្តស្នេហាជាមួយនារីម្នាក់ឈ្មោះកញ្ញាដែររៀនថ្នាក់ជាមួយគ្នាថ្ងៃមួយកង់របស់កញ្ញាបានបែកពេលនោះដាំក៏បានជួបនាងនៅតាមផ្លូវហើយនៅពេលនោះមេឃក៏ភ្លៀងមកដែរដាំបានសួរកញ្ញាថាទៅកង់អូនកោតអីនាងនិយាយថាកង់បែកហើយមេឃក៏ភ្លៀងទៀតដាំបានចុចទៅមើលរួចនិយាយទៅកញ្ញាថាមេឃភ្លៀងហើយយើងទៅរកកន្លែងច្រកសិនទៅពេលនោះពួកគេក៏បានឃើញផ្ទះគេទុកចោលមួយកន្លែងហើយក៏បានទៅច្រកនៅទីនោះទាំងដែលខោអាវកញ្ញាបានសៀមអស់ធ្វើឲ្យឃើញកន្លែងសំខាន់ពេលនោះដាំបានមើលនាងដោយមិនដាក់ភ្នែកសោះហើយពួកគេទាំងពីរបានធ្វើអីជួគ្នាតែម្នាក់ទៅក្រោយរាំងភ្លៀងទើបនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនហើយរឿងរបស់យើងក៏មកដល់ទីបញ្ចប់ដែរសូមអធិស្ឋានផងព្រោះនេះខ្ញុំទើបតែរៀនសរសេររឿង